ឥឡូវមកយើងចូលដល់មេរៀនទី2មេរៀនទី2របស់យើងគឺចំណុចទី3ចំណុចទី3របស់យើងគឺចំនួនទស្សភាពមានតម្លៃស្មើគ្នាឥឡូវចំនួនទស្សភាពមានតម្លៃស្មើគ្នាយើងដឹងហើយចំនួនទស្សភាពគឺចំនួនដែលមានសញ្ញាចុចអញ្ចឹងចំនួនមានសញ្ញាចុចឥឡូវយើងមើលនេះមានលេខនេះឧទាហរណ៍នេះឧទាហរណ៍2/10និង2/100អញ្ចឹង2/10នេះ2/10នេះបើសិនជាយើងយកចែកភាគបែង2/10មែនទេ2/10យើងបានប្រមាណ 0.2 ចូល2/100 2/100 2ចែកឲ្យ100បានប្រមាណ 0.02 អានេះ20មិន2 20អញ្ចឹង20ចែក100យក20ចែក100បានប្រមាណ 0.2 ដល់ដែរឧទាហរណ៍មួយទៀតឧទាហរណ៍ថា200ចែកឲ្យបានចែក1000ណាអញ្ចឹងយើងចែកមើលអានេះតនេះអត់អានេះអត់អញ្ចឹងយើងមិនស្មើទេ200នេះចែកឲ្យ1000នេះចែកឲ្យ1000ស្មើប្រមាណស្មើ 0.2 ទៅដែរអញ្ចឹងឧទាហរណ៍អញ្ចឹងអានេះមួយទៀតអានេះសម្រាប់ប្រភេទឥឡូវប្រភេទទស្សភាពដែលមានតម្លៃលេខស្មើគ្នាឥឡូវគ្រូឧទាហរណ៍អញ្ចឹងមួយទៀតឧទាហរណ៍ថានេះ 0.2 ហើយមួយទៀត0.20 ទៅទៀតមួយទៀត 0.200 តទៀតមាន 0.2000 តើលេខទាំងប្រមាណនេះតើស្មើគ្នាអត់ស្មើស្មើអត់ស្មើមូលហេតុអីបានថាស្មើមូលហេតុអីពីព្រោះ0នៅក្រោយទស្សភាគគឺគ្មានតម្លៃទេទោះបីយើងថែម0ប្រមាណក៏មានតម្លៃស្មើតែ 0.2 ដល់ដែរអញ្ចឹងយ៉ាងនេះស្មើគ្នាអញ្ចឹងចំនួនទស្សភាគទាំងអស់នេះគឺមានចំនួនលេខគឺស្មើគ្នាទាំងអស់អានេះថែម0.1ក៏នៅតែស្មើ 0.2 យើងដាក់02មានន័យថា 0.200 ក៏នៅតែស្មើ 0.2 អានេះ 0.2000 ក៏នៅតែស្មើ 0.2 ដល់ដែរឥឡូវមេរៀនយើងចប់យើងនឹងចូលដល់លំហាត់ណាឥឡូវយើងចូលដល់លំហាត់នៅក្នុងចំនួនទស្សភាពមានតម្លៃស្មើគ្នានេះយើងមានតែលំហាត់មួយទេឥឡូវយើងមានលំហាត់មួយនេះអញ្ចឹងត្រង់កន្លែងនេះគេថាចូលបំពេញចន្លោះជាចំនួនទស្សភាពយើងចូលបំពេញចន្លោះយើងគេថា 0.50 តើស្មើនឹងប្រមាណចង់ដាក់កន្លែងនេះប្រមាណ 0.5 ក៏បាន 0.500 ក៏បានអត់ខុសទេត្រូវលើកនេះអញ្ចឹងបងឯងដាក់ថា 0.500 មិនអីទេបើសិនដាក់ 0.5 ទៅមកខុសដែរក៏មិនយើងចង់ដាក់អានេះដាក់ 0.5 លាតចា 0.5000 ក៏បាន 50000 ក៏បានអញ្ចឹងស្រេចតែយើងបំពេញសំខាន់តម្លៃវាគឺស្មើ 0.5 ដែរមានច្រើនមានច្រើនតទៀតមកដល់កន្លែងនេះគេថា 34.6 តើដាក់កន្លែងនេះយើងចង់ដាក់ប្រមាណដាក់ 34.60 ចុះតើនេះយើងចង់ដាក់ប្រមាណដាក់ 34.600 បើយើងចង់ដាក់ 6000 ក៏បានដែរណាអញ្ចឹងត្រូវដូចគ្នាអញ្ចឹងតម្លៃនេះគឺនៅតែស្មើ 34.6 ដល់ដែរ